David ត្រូវថ្នាំបោះជីឯងហើយក៏បានបើកឡានទៅផ្ទះដែរគាត់បាននៅជាមួយអាជីណាអញ្ចឹងគម្រោងការអាជីបរាជ័យប៉ុន្តែពេលដែលទៅដល់ផ្ទះបងប្អូនអាចទាយដឹងអាចដឹងថា David នឹងធ្វើអីម៉ាឡេឬក៏អត់កន្លែងហ្នឹងបងប្អូនស្មានទាំងអស់គ្នាទាយទាំងអស់គ្នាថា David ហ្នឹងទៅមានអីជាមួយម៉ាលីអត់កន្លែងហ្នឹងបងប្អូនមួយចំនួនខ្ញុំគិតថា90%គឺទាយថាច្បាស់ជាទៅហើយបែរធ្វើបាបម៉ាលីអាចថាចាប់ម៉ាលីអីចឹងផ្សេងៗណាព្រោះថាត្រូវថ្នាំបោះជីគឺថ្នាំសម្រើបតាមក្តៅកុហលកាហាយចឹងទៅនៅសន្លប់កន្លែងហ្នឹងហើយអន្ទាក់បោះជីវាត្រូវបរាជ័យដែរអញ្ចឹងបងប្អូនភាគទី8យ៉ាងណាក៏ដោយ David គឺមិនទាន់ដឹងលទ្ធផលរបស់អាជីថាមានកូនជាមួយអាឆាយទេកន្លែងហ្នឹងអញ្ចឹងបងប្អូនទាយទាំងអស់គ្នា comment ទាំងអស់គ្នាហើយអរគុណសម្រាប់ការស្រឡាញ់ការទស្សនាវីដេអូរបស់ខ្ញុំការ Subscribe Channel របស់ខ្ញុំប៉ុន្តែខ្ញុំបញ្ជាក់ម្ដងទៀតរឿងរបស់ពូត្រូណាបងប្អូនអាចមើលនៅលើ Channel របស់គាត់ Channel ផ្លូវការរបស់គាត់ The Troll Cambodia ហើយ Facebook របស់គាត់ពូត្រូចាំងវាងភូមិផ្លោកមាសហ្នឹងក៏ជា Channel Official របស់គាត់ដែរផ្លូវការរបស់គាត់ដែរអញ្ចឹងបងប្អូនអាចចូលទៅមើល Channel របស់គាត់ផ្ទាល់ដូចជា Facebook Page របស់គាត់ផ្ទាល់ហើយបញ្ជាក់ម្ដងទៀតថារឿងរបស់ពូត្រូភាគច្រើនគឺចេញ2ថ្ងៃចេញម្ដងចេញមួយភាគ2ថ្ងៃណាចេញមួយភាគហើយសម្រាប់ពេលវេលាមួយដែលគាត់ចុះតាមខេត្តផលិតប្រម៉ូទផលិតផលលក់ផលិតផលអញ្ចឹងវាអាចដល់3ថ្ងៃទើបចេញមួយភាគហើយបងប្អូនច្រើនណាស់ដែល comment សួរខ្ញុំថាពេលណាចេញកាលណាចេញបងប្អូនចាំណាពេលវេលារបស់គាត់ពេលល្ងាចអត់កំណត់ពេលម៉ោងប្រហែលជាក់លាក់ទេពីព្រោះថាជួនកាលគាត់ខុសម៉ោង7:07ពេលខ្លះម៉ោង7ជាងជួនកាលម៉ោង8ជាងក៏មានដែរគឺគាត់ផុសរៀងរាល់2ថ្ងៃម្ដង2ថ្ងៃម្ដងណាអញ្ចឹងបងប្អូនមិនបាច់ comment សួរខ្ញុំទៀតទេថាពេលណាចេញពេលណាអត់ទាន់ចេញអញ្ចឹងបងប្អូនអាចតាមដាន Facebook Page របស់គាត់ Page របស់គាត់នឹងផុសឲ្យថាថ្ងៃណាគាត់ចុះខេត្តដើម្បីប្រម៉ូទផលិតផលត្រីខសាម៉ុនក៏ដូចជាផលិតផលច្រើនទៀតលេស្នេហ៍ទឹកអប់ស្នេហ៍ហ្នឹងគាត់ផុសណាហើយតាក់ទងទៅនឹងផលិតផលដែលគាត់មានអញ្ចឹងបើសិនគាត់ផុសថាគាត់ចុះខេត្តគឺបានន័យថា3ថ្ងៃគាត់ផុសម្ដងឯងជួនកាល3ថ្ងៃជួនកាល2ថ្ងៃប៉ុន្តែភាគច្រើនគឺ3ថ្ងៃបើតាមចំណាំណាគឺ3ថ្ងៃគាត់ផុសម្ដងអញ្ចឹងរឿងពូត្រូបងប្អូនអាចតាមដាន Page ផ្លូវការរបស់គាត់សម្រាប់ Channel របស់ខ្ញុំគ្រាន់ជាការជជែកលេងក្នុងនាមជាអ្នកគាំទ្ររបស់គាត់ទេ